រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញជូនពីរបៀបបុកទេកាក់ខ្លាញ់ណាបងប្អូនបែបស្រុកស្រែអញ្ចឹងណាបងប្អូនហើយណាមួយខែនេះគឺថាមានការស្ដៅឲ្យបងប្អូននិយាយពីថាត្រូវគ្នាមែនទែនជាមួយនឹងលក់ការស្ដៅអញ្ចឹងណាបងប្អូនចានេះបុកទេរបស់យើងបែបនេះបងប្អូនពេលដែលបងប្អូនហូបទៅនិយាយពីថាឆ្ងាញ់យ៉ាងណាបងប្អូនដោយសារតែពេលដែលយើងហូបទៅនោះវាក្រឹបគ្នាជាមួយនឹងកាក់ខ្លាញ់ជាមួយនឹងកសាំងរបស់យើងទៅដាក់មួយម៉ាត់ទៅណាបងប្អូនចាឆ្ងាញ់ឃ្លានហូបទៀតណាបងប្អូនធ្វើហើយគឺថាចង់ហូបទៀតហើយដាក់បាយមួយចានអញ្ចឹងមកពីរចានក៏អស់ដែរបងប្អូនហូបមុខនេះសាមញ្ញទេតែឡើងគីឡូស្រើតណាបងប្អូនអើយហើយនេះគ្រឿងផ្សំមកបងប្អូនមានជាស្ដៅកសាំងកាក់ខ្លាញ់ហើយប្រហុកស្ករប៊ីចេងបើបន្តិចអញ្ចឹងមកណាបងប្អូនចាហើយណាមួយខែនេះរដូវខែច្រូតណាបងប្អូនចាតែរដូវខែច្រូតហើយមានហើយផ្កាស្ដៅនិយាយទៅវាមិនសូវមានត្រួយទេវាមានតែផ្កាណាមួយយើងបានហូបមុនគេចឹងរសជាតិវាអត់សូវល្វីងទេបងប្អូនចាហើយនេះបងប្អូនបានឃើញហើយគ្រឿងផ្សំរបស់យើងចាមានដូចរ៉ៃរ៉ាប់មានដូចដាក់លើតុនឹងឲ្យបងប្អូនបានឃើញណាចាស្ករប៊ីចេងអីចឹងមកណាបងប្អូនហើយបន្ទាប់មកយើងបេះម្ទេសស្រស់របស់យើងនេះជាមួយនឹងខ្ទឹមសនេះយកមកលីងហើយកន្លែងនេះបងប្អូនដាក់ខ្ទឹមក្រហមថែមចូលក៏បានដែរចាហើយនេះយើងលីងឆ្អិនហើយណាបងប្អូនឥឡូវគឺថាយើងយកមកបុកវាឲ្យវាម៉ត់ចឹងណាចាបន្ទាប់មកយើងបុកវាមកបងប្អូនចាលីងបានឈ្ងុយហើយនេះយើងមើលទៅថាលីងម្ទេសហើយនឹងខ្ទឹមរបស់យើងឲ្យឈ្ងុយឲ្យវាអាប់ពើអញ្ចឹងមកបងប្អូនយកមកបុកវាប៉ុនចាហើយបន្ទាប់មកទៀតយើងដាក់កាក់ខ្លាញ់ចូលហើយកាក់ខ្លាញ់នេះបងប្អូនកន្លែងនេះបងប្អូនក៏ច្រាំវាសិនក៏បានដែរដើម្បីឲ្យវាងាយស្រួលបុកដល់ពេលតែខ្ញុំអត់បានក៏ច្រាំខ្ញុំដាក់ទាំងអស់បដ ாய் បុកលោបដ ாய் ទៅណាបងប្អូនចាហើយយើងបុកទៅបុកមកវាប៉ុនឲ្យវាម៉ត់អញ្ចឹងណាបងប្អូនហើយយើងថែមកសាំងចូលចាកសាំងបងប្អូនឆ្កៀលដាក់ចំនួន3ផ្លែក៏បាន4ផ្លែក៏បានស្រេចនឹងបងប្អូនធ្វើតិចធ្វើច្រើនណាបងប្អូនយើងឈៀលដាក់អញ្ចឹងមកចាហើយមួយទៀតយើងថែមអំបិលបន្តិចទៅដើម្បីឲ្យថារសជាតិបុកម្ទេសរបស់យើងវារៀងដិតតិចណាបងប្អូនចាហើយនេះស្ករប៊ីចេងអីអញ្ចឹងមកណាបងប្អូនយើងដាក់មកល្មមមកចំនួនដែលយើងបានបុកនេះមកចាហើយយើងបុកចូលគ្នាឲ្យប៉ុនអញ្ចឹងមកណាបងប្អូនចាបុកចុះបុកឡើងឲ្យវាប៉ុនអញ្ចឹងមកបងប្អូនថានិយាយពីថាឆ្ងាញ់បងប្អូនអើយបុកម្ទេសកាក់ខ្លាញ់បែបស្រុកស្រែយើងណាដាក់បាយពីរចានក៏ដឹងតែអស់ហើយសម្រាប់ប្រហុកនេះបងប្អូនយកមកអាំងប្រហុកបងប្អូនចង់បានបុកម្ទេសឲ្យឈ្ងុយឆ្ងាញ់បងប្អូនយកមកអាំងឲ្យវាស្រស់ទឹកដូចខ្ញុំអញ្ចឹងណាបងប្អូនចាហើយទៅមកបងប្អូនបុកវាឲ្យវាចូលជាតិគ្នាជាមួយនឹងកាក់ខ្លាញ់ជាមួយនឹងប្រហុកស្ករប៊ីចេងអីយើងអញ្ចឹងមកចាយើងបុកវាឲ្យចូលជាតិគ្នាបងប្អូនបុកឲ្យវារឹងល្អិតតិចក៏បានដែរចាដោយសារតែកាក់ខ្លាញ់ខ្ញុំវារាងដុំធំអញ្ចឹងខ្ញុំអត់បានគេច្រាំមកបងប្អូនយើងបុកទៅបុកមកអញ្ចឹងមកបន្ទាប់មកទៀតបងប្អូនភ្លក់មើលកន្លែងនេះថាល្មមមិនល្មមបងប្អូនចង់បានរសជាតិមិនថែមបែបហ្នឹងទៅឥឡូវបុកទេរបស់ខ្ញុំរួចរាល់ហើយបងប្អូននេះបានចានគោមដែរនេះហើយណាមួយនេះវាសមនឹងត្រួយស្ដៅរបស់ខ្ញុំវាអត់មានត្រួយទេវាមានតែផ្កាអញ្ចឹងណាបងប្អូននិយាយពីថាឆ្ងាញ់បងប្អូនអើយដាក់មួយម៉ាត់ទៅក៏ជាតិតែមែនទេណាហើយបើថាដាក់បាយបានបាយក្តៅហុយទៀតមកគឺថាឆ្ងាញ់ខ្លាំងបងប្អូនជឿធ្វើបងប្អូនខែនេះមានស្ដៅចឹងបងប្អូនធ្វើសាកមើលណាបងប្អូនគឺខ្ញុំធានាជូននឹងទៅអស់បាយពីរចានដូចខ្ញុំដែរចឹងណាបងប្អូនចាហើយបើថាបងប្អូនចូលចិត្តម្ទេសច្រើនដាក់ម្ទេសច្រើនទៅក្តិចដាក់ពីលើថែមទៀតណាស្លាញ់បងប្អូនចូលចិត្តចាឥឡូវគឺថាដល់វាយើងមកភ្លក់មើលហើយបងប្អូនការស្ដៅមកបាច់គឺថាបូតយកចឹងណាគឺថាខ្ញុំបូតយកចឹងណាបងប្អូនចាហើយដាក់មួយម៉ាត់ទៅចឹងណាដបងប្អូនហើយកាលណាតើនឹកឃើញឃ្លានទៀតដែរបងប្អូនចានេះគឺថាថែមមួយម៉ាត់ហើយដាក់បាយមួយម៉ាត់ចូលទៀតគឺថាវាចាប់ជាតិគ្នាយ៉ាងណាបងប្អូននិយាយរួមទៅនៅស្រុកស្រែស្រួលហូបចឹងហើយបងប្អូនបុកម្ទេសផ្កាស្ដៅកាក់ខ្លាញ់ហើយបើថាបានកែបទៀតអាំងយកមកបុកទៀតវាស៊ីគ្នាជាមួយនឹងការស្ដៅណាបងប្អូនរឹតតែឆ្ងាញ់ហ្នឹងហើយបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ follow page និង share វីដេអូនេះផងដែរណាបងប្អូនហើយខ្ញុំជូនពរបងប្អូនទាំងអស់គ្នាឲ្យទៅណាមកណាជួបតែមនុស្សល្អទៅណាមកណាក៏ប្រកបមុខរបរឲ្យសុខទៅស៊ីទូទានមានបានបងប្អូនចាហើយជួបតែមនុស្សល្អធ្វើអ្វីក៏ឲ្យសមប្រកបណាបងប្អូនចាហើយបងប្អូនកុំភ្លេចណាធ្វើតាមខ្ញុំសាក់មើលទៅគេថាដឹងតែឆ្ងាញ់ហើយបុកម្ទេសកាក់ខ្លាញ់លក់ស្ដៅគេថាដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតគឺថា
ឡើងគីឡូ80ដឹងខ្លួនឡូវហើយបងប្អូនហ្នឹងហើយបងប្អូនធ្វើសាក់តាមខ្ញុំសាក់មើលទៅដែរដឹងឲ្យឆ្ងាញ់ហើយបងប្អូនអរគុណច្រើនជម្រាបលា